រំភើបជំនួសក្មួយសំណាងពិតជាសំណាងមែនពេលនេះបានទទួលការទំនុកបំរុងពីលោកជំទាវសុករស្មីហើយក្មួយប្រុសសំណាងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមតាមរយៈភាពវៃឆ្លាតកំប្លុកកំប្លែងនិងសមត្ថភាពឆ្លើយសំណួរបានយ៉ាងរហ័សដោយមិនចេះតាក់នោះតាមពិតក្មួយប្រុសក៏ស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាតដែរពេលនេះបានទទួលដំណឹងដល់រីករាយមួយគឺបន្ទាប់ពីលោកជំទាវសុករស្មីបានសម្រេចចិត្តចុះទៅជួបដល់ផ្ទះនិងផ្ដល់ការឧបត្ថម្ភដល់ក្មួយប្រុសនិងក្រុមគ្រួសារក្មួយប្រុសសំណាងបានក្លាយជាតួអង្គដែលមហាជនជាច្រើនស្រឡាញ់និងកោតសរសើរបន្ទាប់ពីវីដេអូសំណួរចម្លើយហួសចិត្តជាច្រើនជាមួយលោកជំទាវនៅមុខលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សឯសាលារៀនមួយស្ថិតនៅក្នុងភូមិសុកសែនជ័យឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងត្រូវបានចែករំលែកយ៉ាងទូលំទូលាយភាពស្លូតបូតស្មោះត្រង់និងភាពរស់រវើកនៃការនិយាយរបស់ក្មួយប្រុសបានធ្វើឲ្យមនុស្សជាច្រើនផ្ទុះសំណោចនិងទទួលបានក្តីស្រឡាញ់ចូលចិត្តពីគ្រប់មជ្ឈដ្ឋាននរណាទៅដឹងមុនថាក្រោយរូបភាពសប្បាយរីករាយសំណាងជាក្មេងដែលកំពុងតស៊ូនឹងវាសនាលំបាកដែរនោះសំណាងកើតក្នុងគ្រួសារដែលមានជីវភាពខ្វះខាតដោយឪពុកម្ដាយប្រកបការងារជាកម្មកររោងចក្រហើយអាចវិលមកជួបបានតែម្ដងម្កាលបន្ទាប់ពីធ្វើការរយៈពេល1ឬ2សប្ដាហ៍ឬ1ខែដោយផ្ញើទុកជាមួយអ៊ំដូច្នេះអាចនិយាយបានថាដោយសារតែជីវភាពគ្រួសារក្មួយប្រុសមិនសូវទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយឡើយហើយត្រូវរស់ក្រោមដំបូលផ្ទះស័ង្កសីតូចមួយដែលមានសភាពល្ហល្ហេវមិនមានជញ្ជាំងបាំងគ្រប់គ្រាន់និងធ្លុះមុខធ្លុះក្រោយក្រោយបានជួបសំណេះសំណាលជាមួយក្មួយប្រុសនៅសាលារៀនមួយលោកជំទាវសុករស្មីបានអញ្ជើញទៅដល់លំនៅឋានរបស់សំណាងដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្ដែងក្នុងដំណើរនោះលោកជំទាវបាននាំយកអំណោយជាច្រើនរួមមានសម្ភារៈប្រើប្រាស់សម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគជាដើមផ្ដល់ឲ្យសំណាងដើម្បីជួយសម្រាលបន្ទុកជីវភាពនិងជាការលើកទឹកចិត្តឲ្យក្មួយប្រុសបន្តខិតខំសិក្សារៀនសូត្រដើម្បីសម្រេចបំណងប្រាថ្នានាពេលអនាគតលោកជំទាវបានបង្ហាញពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះអនាគតរបស់ក្មួយប្រុសដោយជឿជាក់ថាការអប់រំនិងចំណេះដឹងគឺជាគន្លឹះដ៏សំខាន់ដែលអាចផ្លាស់ប្ដូរជីវិតនិងជួយឲ្យសំណាងមានសមត្ថភាពកែលម្អជីវភាពគ្រួសាររបស់ខ្លួននៅថ្ងៃខាងមុខចំពោះទឹកចិត្តមហាសប្បុរសរបស់លោកជំទាវសុករស្មីនេះដែរពិតជាបានរួមចំណែកផ្ដល់ស្នាមញញឹមនិងក្តីស្រឡាញ់ធំធេងរបស់កុមារនិងជនដែលជួបការលំបាកជាច្រើនទៀតនាពេលកន្លងមកសកម្មភាពនេះក៏ទទួលបានការកោតសរសើរនិងគាំទ្រពីមហាជនជាច្រើនហើយក៏បានចូលរួមត្រេកអរដល់ក្មួយប្រុសសំណាងផងដែរ